ថ្លែងទាំងច្រឡោតទៅពួកអ្នកកាសែតរ៉ូសៀលម្សិលមិញលោកប្រធានាធិបតីរុស្ស៊ីក្នុងឋានៈជាអ្នកមានសញ្ញាបត្រជាន់ខ្ពស់ខាងច្បាប់មិនញញើតនឹងចាត់ទុកជារឿងចម្លែកការចាប់ពួកមន្ត្រីរបស់ FIFA នាថ្ងៃពុធ27 ឧសភានៅប្រទេសស្វីសក្នុងបរិបទនៃការស៊ើបអង្កេតអំពីក្តីសង្ស័យក្នុងអំពើពុករលួយរបស់ពួកគេការចាប់នេះដែលប្រព្រឹត្តទៅតាមសំណើអាមេរិកដែលវិទ្យសុពលភាពច្បាប់ក្នុងស្រុករបស់ខ្លួនទាំងទៅលើរដ្ឋបរទេសតាមមតិលោកពូទីនគឺខុសច្បាប់ទេតើហើយវារំលេចឲ្យឃើញពីចេតនាជាក់ស្ដែងរបស់អាមេរិកដើម្បីក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃសុក្រ29 ឧសភាគឺរាំងដៀលកុំឲ្យប្រធាន FIFA លោក Josep Blatter ដែលត្រូវគេស្គាល់ថាជំនិតនៅម៉ូស្គូអាចជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី5ប្រកាសណាស់ដែលរុស្ស៊ីកាលពីឆ្នាំ2010ត្រូវបាន FIFA ប្រគល់សិទ្ធិឲ្យធ្វើជាម្ចាស់ផ្ទះទទួល World Cup ឆ្នាំ2018ចេញមុខគាំទ្រដល់បេក្ខភាពលោក Blatter ទោះបីគាត់អាយុ79ឆ្នាំទៅហើយក្តីឲ្យជាប់ជាប្រធាន FIFA មួយអាណត្តិទៀតលោកពូទីនបានលើកឡើងពីជំហរជាគោលការណ៍ដែលរមែងប្រកាន់ខ្ជាប់ដោយលោកប្រធាន FIFA សប្តាហ៍គឺថាកីឡាមិនត្រូវលាយឡំនឹងនយោបាយឡើយតាមលោក Blatter កីឡាត្រូវតែជះចំហាយជាវិជ្ជមានទៅលើនយោបាយហើយបម្រើជាវេទិកាសម្រាប់កិច្ចសន្ទនាដើម្បីរកដំណោះស្រាយតាមវិធីផ្សះផ្សាតាមប្រសាសន៍លោកពូទីនគាត់ចាត់ទុកគោលជំហរបែបនេះគឺត្រឹមត្រូវលោកប្រមុខរដ្ឋរុស្ស៊ីសង្កត់ធ្ងន់ថាម៉ូស្គូឃើញជ្រងងមែនគំនិតដែលបន្តប្រព្រឹត្តទៅលើរូបលោក Blatter ដើម្បីកុំឲ្យការប្រកួតជើងឯកពិភពលោកខាងកីឡាបាល់ទាត់ World Cup ឆ្នាំ2018ប្រព្រឹត្តទៅកើតក្នុងប្រទេសរុស្ស៊ីលោកពូទីនបញ្ចប់សេចក្តីថាគួរឲ្យអភ័ព្វដែលពួកដៃគូអាមេរិករបស់យើងប្រើវិធីបែបនេះដើម្បីបម្រើគោលដៅដែលគិតតែប្រយោជន៍របស់ខ្លួនផ្ទាល់ហើយធ្វើទុកបុកម្នេញអ្នកដទៃដែលខុសច្បាប់សោះអាចទាំងក្នុងករណី FIFA